សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះអឿនសែមរីករាយសាជាថ្មីម្ដងទៀតក្នុងការមកបង្រៀនវេយ្យាករណ៍ភាសាអង់គ្លេសទៅដល់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាបានទស្សនានៅវីដេអូបង្រៀនរបស់ខ្ញុំមួយនិយាយអំពី past simple ណាទាំងទម្រង់និងការប្រើប្រាស់របស់វាអ្នកទាំងអស់គ្នាបានដឹងហើយថាក្នុង past simple កិរិយាសព្ទរបស់វាមានពីរប្រភេទទី1គេហៅថា irregular verb irregular verb គឺជាពពួក verb ទាំងឡាយណាដែលអាចបដូររូបរាងឧទាហរណ៍ទៅ buy ទៅ bought think ទៅ thought speak ទៅ spoke ឬក៏វារក្សារូបរាងរបស់វាដដែលដូចជាពាក្យថា cut hit ជាដើមអញ្ចឹងកិរិយាសព្ទដែលអាចរក្សារូបរាងដដែលពេលប្រើជាអតីតកាលដែលប្រែរូបរាងពី present ទៅអតីតកាលគេហៅថា irregular verb មិនទៀងទាត់ទី2គឺកិរិយាសព្ទឲ្យឈ្មោះថា regular verb ខ្មែរយើងហៅថាកិរិយាសព្ទទៀងទាត់គេសំដៅទៅលើកិរិយាសព្ទទាំងឡាយណាដែលប្រើជាអតីតកាលគឺវាបន្ថែម ed ឬក៏បន្ថែម d កាលណាវាមាន e ឬក៏ករណីខ្លះយើងទម្លាក់វាយចោលដាក់ ied អ្នកទាំងអស់គ្នាយល់ពីការប្រើប្រាស់របស់វាក៏ដូចជាទម្រង់របស់វាហើយនឹងកិរិយាសព្ទទាំងពីរប្រភេទនេះរួចហើយមេរៀនថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីការបន្ថែម ed ឬក៏ d ទៅលើកិរិយាសព្ទដែលយើងប្រើជាអតីតកាលចំពោះ regular verb irregular verb យើងអត់និយាយទេយើងនិយាយទៅលើ regular verb អញ្ចឹងចំណងជើងរបស់យើងនៅថ្ងៃនេះគឺណា spelling of verb ed spelling of verb ed គឺយើងនឹងសិក្សាវាហើយក៏ប៉ុន្តែយើងប្រកាសណាស់ថា ed ខាងចុងគឺប្រកាសជាយើងត្រូវបញ្ចេញសំឡេងវាហើយមិនមែនមានន័យថា ed ឬក៏ d ខាងចុងនេះគ្មានសំឡេងទេនៅក្នុងភាសាអង់គ្លេសត្រូវប្រយ័ត្នកន្លែងហ្នឹងដូច្នេះយើងនឹងរៀនទាំងពីរទាំងម្ដងតែម្ដងគឺ spelling of verb ed និង pronunciation rule of ed ending ចំពោះ regular verbអញ្ចឹងដើម្បីចង់ដឹងទាំងអស់គ្នាថាតើពេលណាយើងបន្ថែម ed ពេលណាយើងបន្ថែម d ពេលណាទម្លាក់វាយដាក់ ied ពេលណាយើងបញ្ចេញសំឡេងដកពេលណាបញ្ចេញសំឡេងថតោះទៅមើលជាមួយខ្ញុំទាំងអស់គ្នាបាទជើញ spelling of verb ed ក្នុងការបន្ថែម ed ឬក៏បន្ថែម d យើងត្រូវគិតទៅលើគោលការណ៍ដូចតទៅទី1មក regular verbs add ed to the base form of the verb ចំណុចទី1គេនិយាយថាកិរិយាសព្ទទៀងទាត់ភាគច្រើនគឺបន្ថែម ed ទៅលើទម្រង់ដើមរបស់កិរិយាសព្ទអញ្ចឹងមានន័យថាពេលយើងប្រើជាអតីតកាលយើងត្រូវបន្ថែម ed ទៅលើទម្រង់ដើមរបស់វាតែម្ដងណាឧទាហរណ៍ដូចជាពាក្យ worked ថែម ed wanted ឃើញទេបន្ថែម ed helped was ឃើញទេចំណុចទី1កិរិយាសព្ទទៀងទាត់ភាគច្រើនបន្ថែម ed ទៅលើទម្រង់ដើមរបស់កិរិយាសព្ទនោះតែម្ដងទី2 when the verb ends in e at d ពេលដែលកិរិយាសព្ទនោះបញ្ចប់ដោយ e ចូលបន្ថែម d យកតែម្ដងអញ្ចឹងអានេះអត់មានថែម ed ទៀតទេគឺបន្ថែម d យកតែម្ដងឧទាហរណ៍ដូចជាពាក្យ like មាន e ហើយដូច្នេះយើងបន្ថែមតែ d ទៅជា liked use មាន e ហើយអញ្ចឹងយើងបន្ថែមតែ d ទៅ used ណា hate មាន e ហើយយើងបន្ថែមតែ d ទៅ hated care មាន e ហើយយើងបន្ថែមតែ d ទៅ cared ណាចំណុចទី2ចំណុចទី3 the verb has only one syllable one vowel plus one consonant double the consonant ណាគេចង់និយាយទៅលើថាកិរិយាសព្ទដែលមានតែមួយព្យាង្គស្រៈមួយបូកនឹងព្យញ្ជនៈមួយមុននឹងអ្នកដាក់ ed ដាច់ខាតត្រូវតែបន្ថែមព្យញ្ជនៈនោះមួយទៀតសិនទើបយើងដាក់ ed ឧទាហរណ៍ stopped ស្រៈមួយព្យញ្ជនៈមួយអញ្ចឹងដើម្បីដាក់ ed យើងត្រូវ stopped
nè dương thử đặt p môi tiết sẵn plan nè muốn nâng đặt ed dương thử đặt n môi tiết sẵn robbed cái nhé muốn nâng đặt ed dương thử đặt b môi tiết sẵn not it dương muốn nâng đặt ed dương thử đặt đi môi tiết sẵn ní cắt là này môi chiếng sạ môi chuyến chỉ nẹ mùi có phân tài bà cả này cái giá sắp môi chiêng đai tài miền sạ pi đôi nghĩa nè nè mình tới bằng thêm chuyên chỉ nè nu mùi tiệt tê cứ nè đặt y đi do tay đón đôi chỉ biệt khóc này nè y đi do tay đón sit thịt sạ pi món nè sạ pi chẳng sạ pi chuyên chỉ nè muối ọt bằng thêm chuyên chỉ nè nu mùi tiệt tê cứ đặt y đi do tay mà đón lệch buồn. The consonant is not double if it is W, X, Y. Chẳng chuyên chỉ nè nông mìnhត្រូវបានដាក់មួយទៀតទេនៅពេលណាដែលពាក្យនោះវាជា W នៅពេលដែលវាជា X នៅពេលដែលវាជា Y នៅខាងចុងហ្នឹងឧទាហរណ៍ដូចជាពាក្យថា show W លើកលែងគេអត់ double វាទេ playលើកលែងគេអត់មានដាក់ y មួយទៀតទេ fix គឺអត់មាន double x ទេអញ្ចឹងមានន័យថា showed played fixed ណានេះគឺករណីជញ្ជនៈនោះមានខាងចុងនោះមាន w x និង y អត់បន្ថែមជញ្ជនៈទាំង3នេះមួយទៀតទេគឺយើងបន្ថែម ed យកតែម្ដងអូខេលេខ5 in most two syllable words the end consonant is double if the stress is on the second syllable ទី5គឺចំពោះកិរិយាសព្ទពីរព្យាង្គភាគច្រើនព្យញ្ជនៈខាងចុងត្រូវបានគេដាក់មួយទៀតនៅពេលដែលការសង្កត់សំឡេងគឺស្ថិតនៅលើព្យាង្គទី2គេចង់និយាយថាពេលដែលវាមាន2ព្យាង្គក៏ប៉ុន្តែវាសង្កត់នៅព្យាង្គទី2កាលណាវាសង្កត់សំឡេងនៅព្យាង្គទី2យើងដាក់ព្យញ្ជនៈនោះមួយទៀតទើបដាក់ ed មើលឧទាហរណ៍ prefer ណា prefer ចឹងអានេះវាសង្កត់នៅព្យាង្គទី2នេះ preferred យើងត្រូវដាក់ a មួយទៀតសិនទើបដាក់ ed admit នេះអានេះក៏សង្កត់នៅព្យាង្គទី2ដែរអញ្ចឹងទៅ admitted អញ្ចឹងមុននឹងដាក់ ed យើងត្រូវបន្ថែមអានឹងមួយទៀតសិនអញ្ចឹងមានន័យថាករណីដែលវា2ព្យាង្គហើយវាសង្កត់នៅព្យាង្គទី2ដូចនេះយើងមុននឹងដាក់ ed យើងត្រូវបន្ថែមព្យញ្ជនៈនោះមួយទៀតសិនក៏ប៉ុន្តែចាំណាដូចជាពី enter អត់ដាក់នេះ enter អត់មាន a មួយទៀតទេដោយសារវាសង្កត់នៅព្យាង្គទី1បើវាសង្កត់នៅព្យាង្គទី1យើងមិនត្រូវបន្ថែមព្យញ្ជនៈនោះមួយទៀតទេ visited អញ្ចឹងវាសង្កត់នៅព្យាង្គទី1អត់បន្ថែម t មួយទៀតទេ listened អញ្ចឹងអានេះសង្កត់ព្យាង្គទី1អត់បន្ថែម n មួយទៀតទេអញ្ចឹងចំណុចនេះចង់និយាយថាបើវា2ព្យាង្គតែសង្កត់នៅព្យាង្គទី2យើងបន្ថែមព្យញ្ជនៈនោះមួយទៀតសិនទើបដាក់ ed តែបើវាសង្កត់នៅព្យាង្គទី1បែបនេះយើងអត់បន្ថែមព្យញ្ជនៈនោះមួយទៀតទេយើងដាក់ ed យកតែម្ដងចំណុចចុងក្រោយគឺទី6 verb that end in a consonant plus y change the y to i ed កិរិយាសព្ទទាំងឡាយណាដែលបញ្ចប់ទៅដោយព្យញ្ជនៈបូក y បដូរ y នោះចេញសិនទៅដាក់ i ហើយដាក់ ed ឬក៏យើងថាបដូរ y ចេញដាក់ i ed ឧទាហរណ៍ដូចពាក្យ carry ព្យញ្ជនៈ y carried harried buried ក៏ប៉ុន្តែចាំថាបើព្យញ្ជនៈនោះបញ្ចប់ដោយស្រៈបូក y បែបនេះគឺបន្ថែម ed យកតែម្ដងដូច played ស្រៈបូក y អានេះយើងនិយាយករណីព្យញ្ជនៈបូក y អូខេអញ្ចឹងមាន6ចំណុចដែលយើងត្រូវចងចាំនៅពេលដែលយើងបន្ថែម ed ឬក៏បន្ថែមតែ d ឬទម្លាក់ y ដាក់ ied អញ្ចឹងរំលឹកឡើងវិញទី1គឺកិរិយាសព្ទភាគច្រើនបន្ថែម ed ទី2គឺពេលកិរិយាសព្ទនោះមាន e ហើយយើងបន្ថែមតែ d ទី3ករណីកិរិយាសព្ទតែមួយព្យាង្គស្រៈមួយបូកព្យញ្ជនៈមួយមុននឹងដាក់ ed យើងត្រូវបន្ថែមព្យញ្ជនៈនោះមួយសិនក៏ប៉ុន្តែបើសិនជាករណីស្រៈ2ព្យញ្ជនៈមួយគឺយើងបន្ថែម ed យកតែម្ដងករណីនេះទី4បើព្យញ្ជនៈនោះមិនត្រូវបានគេដាក់ទេកាលណាវាខាងចុងវាជា w x និង y ដូចជាឧទាហរណ៍នេះជាដើមទី5
កិរិយាសព្ទពីរជាងភាគច្រើនដែលព្យញ្ជនៈនៅខាងចុងនោះត្រូវគេដាក់នៅពេលដែលវាសង្កត់នៅព្យញ្ជនៈទី2អញ្ចឹងគេចង់និយាយថាកិរិយាសព្ទពីរព្យញ្ជនៈដែលគេសង្កត់នៅព្យញ្ជនៈទី2យើងត្រូវដាក់ព្យញ្ជនៈនោះមួយទៀតសិនទើបដាក់ ed ដូចនេះដូច prefer admit ក៏ប៉ុន្តែបើសិនជាវាសង្កត់នៅព្យញ្ជនៈទី1យើងអត់បន្ថែមព្យញ្ជនៈនោះទៀតទេគឺយើងបន្ថែម ed យកតែម្ដងទី6កិរិយាសព្ទបញ្ចប់ដោយព្យញ្ជនៈបូក y យើងទម្លាក់ y ចោលបដូរទៅជា ied អូខេក៏ប៉ុន្តែបើស្រៈបូក y វិញអត់ទេគឺយើងបន្ថែម ed យកតែម្ដងនេះយើងនិយាយទៅលើកិរិយាសព្ទទៀងទាត់អញ្ចឹងយើងឃើញថាយើងស្គាល់ហើយពីរបៀបបន្ថែម ed ឬក៏បន្ថែម d ឥឡូវយើងចូលដល់ចំណុចមួយទៀតគឺថាតើ ed ឬក៏ d ខាងចុងនេះវាបញ្ចេញសំឡេងអីគេតោះបន្តជាមួយខ្ញុំទៀតគឺ pronunciation rules of ed ending នៅក្នុងភាសាអង់គ្លេស ed គឺគេបញ្ចេញសំឡេងបាន3ណា ed ទី1គឺគេបញ្ចេញសំឡេង it ទី2គេបញ្ចេញសំឡេង th ទី3គេបញ្ចេញសំឡេង d អញ្ចឹងអា ed ចុងក្រោយហ្នឹងគឺបញ្ចេញសំឡេងបាន3ទី1 it ទី2 th ទី3 d ហើយលក្ខណៈនៃការចំណាំរបស់វាងាយបំផុតគឺយើងចំណាំតែ it និង th នៅសល់ប៉ុន្មាន d ទាំងអស់អូខេអញ្ចឹងឥឡូវចាប់ផ្ដើមវិធីដែលងាយស្រួលបំផុតក្នុងការចងចាំយើងចាំតែបញ្ចេញសំឡេង it និង th នៅសល់ប៉ុន្មានគឺ d ទាំងអស់តោះឥឡូវទៅទាំងអស់គ្នាជាមួយខ្ញុំដើម្បីថាតើពេលណាយើងបញ្ចេញសំឡេង it ពេលណាបញ្ចេញសំឡេង th ពេលណាបញ្ចេញសំឡេង d យើងបញ្ចេញសំឡេង it របស់ ed ខាងក្រោយហ្នឹងគឺនៅពេលដែលពាក្យទាំងឡាយហ្នឹងបញ្ចប់ដោយសំឡេង th និង d ចាំណាគឺ th និង d ឧទាហរណ៍ដូចជាពាក្យ start ក្នុង phonetic symbol របស់វាគឺ start មែនទេអានេះគឺសំឡេងមិនមែន t មិនមែន d ណា started នេះឃើញ decide ដល់ពេលនេះ decided អញ្ចឹងកាលណាបញ្ចេញសំឡេង it វាមានសំឡេងចុងក្រោយ th និង d ចុះពេលដែលណាពេលបញ្ចេញសំឡេង th គឺនៅពេលដែលពាក្យទាំងឡាយនោះបញ្ចប់ទៅដោយ f k p s sh ch ជួនកាលវាមានដល់ទៅសំឡេងនេះផងក៏ប៉ុន្តែអានេះវាពិបាករកឧទាហរណ៍ពេកដូច្នេះខ្ញុំក៏អត់ដាក់ទៅក្នុងសភៅ teacher guide មួយគាត់ប្រាប់ថាគឺស័កចុងក្រោយនេះក៏បញ្ចេញសំឡេងថឹកដែរប៉ុន្តែពិបាកឧទាហរណ៍អញ្ចឹងខ្ញុំឲ្យតែប៉ុណ្ណេះតែឥឡូវមើល laughed អញ្ចឹងអានេះសិតតែសំឡេងនេះមិនមែនព្យញ្ជនៈទេ laugh គេសរសេរអញ្ចឹងឃើញទេ gh កន្លែងហ្នឹង f ដល់ពេលយើងមកនេះគឺ laughed ឃើញទេអានេះសេញវាអញ្ចឹង ache ឃើញទេដល់ពេលមកនេះ ache ឃើញទេ stop មិនទៅជា stop ผิดទេណាគឺ stopped wash ណែ sh ទៅជា washed ណា watch ឈើចេះនេះទៅជា watch ណាចុះពេលណាឧទាហរណ៍ដូចជាសំឡេងសឹកដូចជាពាក្យថា dance អញ្ចឹងកាលណាយើងបន្ថែម d វាទៅ dance នេះ phonetic symbol របស់វាអញ្ចឹងសឹកឃើញទេ c ចុងក្រោយនេះអត់សំឡេងទេដល់ពេលយើងបន្ថែម ed ទៅជា dance ឃើញទេ dance អញ្ចឹងអាចំពោះសឹកនេះដូចជា dance ទៅជា dance អញ្ចឹងមានន័យថាអា c ចុងក្រោយនេះគឺបញ្ចេញសំឡេងសឹកមិនមែន c ទៅជាខអីទេអញ្ចឹងមានន័យថាកន្លែងនេះឧទាហរណ៍របស់សឹកបើចុះនៅសល់ប្រមាណមិនថាបញ្ចប់ដោយស្រៈមិនថាបញ្ចប់ដោយព្យញ្ជនៈអីក៏ដោយសំឡេងព្យញ្ជនៈអីគឺយើងបញ្ចេញសំឡេងដកទាំងអស់ដូចជាពាក្យ lived agree និយាយ agreed ណា stay they stayed show
showed បាទម្ដងទៀតនៅការបញ្ចេញសំឡេងរបស់ ed មាន3ទី1គឺ it ថហើយនឹង the អញ្ចឹងងាយវិធីងាយស្រួលយើងចាំតែ it នឹងថទៅគឺនៅសល់ប្រមាណ the ទាំងអស់ពេលណាវាបញ្ចេញសំឡេង it គឺនៅពេលដែលកិរិយាសព្ទនោះបញ្ចប់ទៅដោយសំឡេងថនិង the start started decide decided ពេលណាដែលវាបញ្ចេញសំឡេងថគឺនៅពេលកិរិយាសព្ទនោះបញ្ចប់ទៅដោយសំឡេង f ខ ផ ស sh ឆឬក៏ th ក៏ប៉ុន្តែដោយសារអា th ចុងក្រោយនេះវាអត់សូវមានឧទាហរណ៍អញ្ចឹងអត់ដាក់ឧទាហរណ៍ឲ្យទេប៉ុន្តែគ្រាន់តែក្នុង teacher guide មួយវាបង្ហាញថាអានឹងក៏បញ្ចេញសំឡេង th ដែរអញ្ចឹងដូចជាពាក្យ laughed បញ្ចប់ដោយ f laughed h ខ h stop មិន stop ผิดទេ stopped done done បោះបញ្ចប់ដោយសំឡេង s នេះបញ្ចប់ដោយសំឡេង s was ទៅជា watched នេះ watch ទៅជា watch អានេះអត់មានទេដោយសារពិបាករកឧទាហរណ៍ពេកប៉ុន្តែក្នុងសៀវភៅ teacher guide គាត់ណែនាំហើយនៅសល់ប្រមាណគឺបញ្ចេញសំឡេង ដឹកទាំងអស់អូខេឥឡូវសរុបឡើងវិញម្ដងទៀតអញ្ចឹងថ្ងៃនេះយើងសិក្សាពីមេរៀនគឺ spelling of ed ហើយនិង pronunciation of ed អញ្ចឹងនៅក្នុងការបន្ថែម ed យើងត្រូវបន្ថែមមាន6ចំណុចក្នុងមេរៀននេះទី1គឺកិរិយាសព្ទភាគច្រើនបន្ថែម ed ទី2គឺកិរិយាសព្ទដែលបញ្ចប់ដោយ e ត្រូវបន្ថែមតា d យកតែម្ដងទី3បើសិនតែស្រៈមួយព្យញ្ជនៈមួយមុននឹងដាក់ ed យើងត្រូវបន្ថែមព្យញ្ជនៈនោះមួយទៀតសិនតែបើសិនតែស្រៈ2ព្យញ្ជនៈមួយយើងបន្ថែម ed យកតែម្ដងទី4បើសិនជាវាបញ្ចប់ដោយ w x និង y មិនបន្ថែមព្យញ្ជនៈទាំង3នេះទៀតទេគឺបន្ថែម ed យកតែម្ដងទី5បើសិនជាកិរិយាសព្ទនោះ2ព្យាង្គហើយសង្កត់នៅព្យាង្គទី2គឺយើងមុននឹងដាក់ ed យើងត្រូវតែបន្ថែមព្យញ្ជនៈនោះមួយទៀតសិនក៏ប៉ុន្តែបើសិនជាយើងសង្កត់នៅព្យាង្គទី1យើងបន្ថែម ed យកតែម្ដងអត់បន្ថែមព្យញ្ជនៈមួយទៀតទេទី6បើកិរិយាសព្ទនោះបញ្ចប់ដោយព្យញ្ជនៈបូក y បដូរ y ទៅដាក់ ied ក៏ប៉ុន្តែបើសិនជាវាត្រាក់បូក y អត់មានទម្លាក់ y ដាក់ ied ទេយក ed យកតែម្ដងចំណែកការបញ្ចេញសំឡេងរបស់ ed ខាងចុងមាន3គឺ it ថ the យើងចាំតែពេលដែលវាបញ្ចេញសំឡេង it គឺកិរិយាសព្ទនោះគឺបញ្ចប់ទៅដោយសំឡេងថនិង the គឺវាបញ្ចេញសំឡេង it ដូចជា start started decide decided តែពេលណាវាបញ្ចេញសំឡេងថគឺនៅពេលដែលកិរិយាសព្ទនោះបញ្ចប់ដោយ f ខ ផ ស sh ឆ និង th laugh laughed ate ate stop stopped done done walk walked watch watched ដល់ពេលនៅសល់ប្រមាណគឺយើងបញ្ចេញសំឡេងដឹកទាំងអស់ដូចជា live lived agreed stayed showed អូខេមិនដែរអ្នកទាំងអស់គ្នាយល់ទេអញ្ចឹងថ្ងៃនេះយើងបាន2ចំណុចសំខាន់គឺរបៀបបន្ថែម ed ទៅលើកិរិយាសព្ទអតីតកាលនិងរបៀបបញ្ចេញសំឡេង ed នៅខាងចុងបើអ្នកទាំងអស់គ្នាមានចម្ងល់តាក់ទងទៅនឹងការបន្ថែម ed ក៏ដូចជាការបញ្ចេញសំឡេងរបស់ ed នៅខាងចុងកិរិយាសព្ទនីមួយៗក្នុងអតីតកាលសរសេរនៅក្នុងខ្ទង់ comment ខ្ញុំនឹងព្យាយាមឆ្លើយតបទៅអ្នកទាំងអស់គ្នាបាទនេះជាចុងបញ្ចប់នៃការបង្រៀនរបស់ខ្ញុំអរគុណចំពោះការទស្សនានៃការបង្រៀនរបស់ខ្ញុំអរគុណច្រើនជួបគ្នាពេលក្រោយលាសិនហើយបាយបាយ